ដោយសារតែលោកលួចខ្សឹបខ្សៀវថាចេញពីខ្លួនយើងទៅចេញទៅដោយសារតែខ្សឹបខ្សៀវដាក់ចិត្តរបស់មនុស្សលោកសូមប្រយ័ត្នបិសាចដែលវាខ្លាញ់ខ្លួនជាងនេះពីខ្លួនចំណោទបិសាចនឹងមនុស្សលោកឥឡូវមេរត់ថ្ងៃស្អែកអញទៅមន្ទីរពេទ្យវិកលចរិតឲ្យសម្ភារឈ្មោះហើយនឹងរំទៅនាងជាជនសង្ស័យនៅក្នុងរឿងឃាតកម្មសមាជិកគ្រួសារហេតុអីបានជានាងរំមកទីនេះគ្រូពេទ្យតឡាការបណ្ដាក់នាងឲ្យធ្វើក្រោមការត្រួតពិនិត្យគេមិនច្បាស់ថានាងមានវិបរិតស្មារតីមែនឬក៏អត់ទេនាងជឿថាបេសកកម្មរបស់នាងគឺសម្រាប់បិសាចផ្នែកខ្លួនរបស់មនុស្សលោកគិតថាគ្រួសារនាងរំសម្រាប់នោះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលើមេដឹកនាំសាសនាទាំងនេះទេតើនាងដឹងអីខ្លះពីឃាតកម្មទាំងអស់នេះនាងកំពុងតែរៀបចំអនុឆារបស់នាងរស់ឡើងវិញតាមរយៈការប្រមូលបេះដូងរបស់មេដឹកនាំសាសនាមួយចំនួនវាជាសម្លេងគ្មានទីបញ្ចប់មួយសម្រាប់ពួកបិសាចរលឹងមួយពីឋានបរលោកអាចត្រឡប់មកវិញតាមរាងកាយមួយនេះណែមានអីបិសាចជួយខ្ញុំផងខ្ញុំដឹងថានាងនៅទីនេះខ្ញុំមិនអាចឈ្នះនាងបានទេបើគ្មានអាវុធខ្ញុំពេញមួយជីវិតខ្ញុំហើយតួនាទីរបស់ខ្ញុំគឺការពារមនុស្សលោកពីបិសាចដែលចូលមកធ្វើមនុស្សនេះបើលោកមិនជួយនាងទីនោះពួកយើងនឹងស្លាប់ទាំងអស់គ្នាហើយទាំងនោះបានតែដែលត្រូវបញ្ចប់រឿងនេះម្ដងឲ្យវាចប់ហើយយើងឲ្យឯងខ្ចីរាងកាយមួយដើម្បីសងសឹកឲ្យខ្លួនឯងហើយត្រូវបំរើខ្លួន